នេះគឺជាកសិដ្ឋានចិញ្ចឹមមាន់អូតូរបស់ខ្ញុំសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើអូតូហ្វាមបើកមាន់ជាដំបូងយើងកាយដីចំនួនប្រមាណដែលយើងចង់កាយមកកាយឲ្យធំក៏កាន់តែល្អតែសំខាន់យើងមាន hopper ដើម្បីដាក់បើកមាន់យើងជម្រៅកាយតែ2ប្លុកទេទី1ដាក់ hopper មួយទៀតដាក់ដីផុកពេលយើងជីក2ប្លុកហើយយើងដាក់ឆេះមកហើយយើងដាក់ hopper ពីក្រោយមកឲ្យវាចូលទៅមួយទៅចូលទៅក្នុងឆេះយើងដាក់អាហ្នឹងត្រូវការ hopper រៀងច្រើនហើយបើយើងធ្វើតូចវាត្រូវការតូចត្រូវការតិចបើយើងត្រូវការធ្វើធំអញ្ចឹងវាត្រូវការច្រើនហើយបន្ទាប់មកយើងដាក់ផុកពីលើទៅដល់ពេលបើកមាន់កាត់មកវាចូលនៅក្នុង hopper អូតូបន្ទាប់មកយើងដាក់លបងជុំវិញកុំឲ្យមាន់យើងចាញ់អញ្ចឹងណាយើងដាក់លបងដែលយើងចូលចិត្តមកហើយខ្ញុំចូលចិត្តពណ៌ផ្កាឈូកខ្ញុំដាក់ពណ៌ផ្កាឈូកហើយបន្ទាប់មកយើងបិទដីសម្រាប់ឲ្យយើងប្រមូលផលឲ្យវាមើលទៅងាយស្រួលណាបន្ទាប់ពីធ្វើហើយយើងអូខេចោលទៅពងមាន់ធ្លាក់ចូលក្នុងឆេះហើយវាស្អុយយើងទៅប៉ុណ្ណឹងទេបាយបាយ